អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបាញ់លេសលុបចាំលើកទី3ហ្នឹងណាអានេះរីសាលុបលើកទី3បានប៉ុណ្ណឹងនេះទៅលុបឲ្យថ្មីយើងហាមសាច់តិចនេះគឺជារូបទី1ដំបូងគេប្រអស់ដែលមិនតាន់បានហើយរូបនេះលុបលើកទី1ហូបនេះលុបលើកទី2គឺជាផ្នែកមួយសំខាន់នៅលើផ្ទៃមុខយើងទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងងើហេងលើផ្ទៃមុខប្រស្រ័យតាក់ទងការងារតំណែងទាំងក្នុងគ្រួសារទាំងក្រៅអ្នកទាំងអស់គ្នាជឿរឿងងើហេងលើផ្ទៃមុខហ្នឹងណាបើសម្រាប់ខ្ញុំជឿយើងមើលតាមជាក់ស្ដែងទាំងអស់គ្នាហើយបើយើងមិនជឿក៏កុំប្រមាថដែរខ្ញុំជឿចិត្តគិត positive ចឹងហើយស្អីក៏ខ្ញុំជឿដែរឲ្យតែល្អហើយមួយទៀតពេលខ្លះយើងជឿលើ energy ពីខាងក្នុងរបស់យើងណាពេលដែលយើងធ្វើអីទៅល្អឬមិនល្អ energy យើងហ្នឹងគឺប្រាប់យើងនិយាយក្នុងចិត្តជាមួយយើងហ្មងអ្នកទាំងអស់គ្នាដែលនិយាយក្នុងចិត្តមួយខ្លួនឯងមកខ្ញុំថតពីក្រៅ clinic ឲ្យបងប្អូនមើលឈ្មោះ Lexi ដដែលហ្នឹងខ្ញុំមកលុបលើកទី3ហើយហូបដែលខ្ញុំចូលហ្នឹងវាត្រូវទម្រង់មុខរបស់ខ្ញុំធាតមាសបើអញ្ចឹងគឺត្រូវមើលងើហេងតាមទម្រង់មុខធាតយើងធាតមាសធាតឬក៏ធាតឈើធាតទឹកធាតដីទាំងអស់គ្នាមិនចេះធ្វើដូចខ្ញុំទម្រង់មុខធាតមាសតែថ្ងៃខ្ញុំនេះលាយធាតឈើផងអត់ចំធាតឈើលាយធាតទឹកបន្តិចអីចឹងទៅអានេះខ្ញុំមើលតាមទម្រង់មុខខ្ញុំហ្នឹងខ្ញុំអត់ទាន់ច្បាស់ទេទុកឲ្យ master ឯកទេសចិញ្ចើមយឹមស្រីលក្ខនេះគាត់អ្នកមើលងើហេងឲ្យខ្ញុំបន្ទាប់ពីលុបចាំហើយបានគាត់មើលថាមុខខ្ញុំនឹងធាតបែបម៉េចថៃដាក់ពណ៌បែបម៉េចទម្រង់បែបម៉េចឲ្យមានងើហេងឥឡូវគាត់ជួនចាំខ្ញុំចេញដើម្បីឲ្យឃើញថាវាសល់ប៉ុណ្ណាបន្ទាប់ពីយើងលុបពីដងរួចហើយបន្ទាប់មកលោកគ្រូគាត់នាំខ្ញុំមកពិនិត្យស្បែកជាមួយនឹងម៉ាស៊ីនវិភាគស្បែកឃើញដល់បន្ទាប់ទី3ព្រោះថាគាត់អាចនិយាយតែមាត់បានថាត្រូវលុប2ដង3ដងឬក៏4ដងឬក៏5ដងអ្នកខ្លះអាចលុបដល់8ដង10ដងប្រើពេលឡើងមួយឆ្នាំជាងលុបក៏មានដែរអាស្រ័យទៅលើចាំយើងនឹងធ្វើមុននឹងគេបុកជ្រៅដល់កម្រិតណាបើខ្ញុំវិញនេះដល់បន្ទាប់ទី3ដំបូងឡើយគាត់ថាខ្ញុំលុបតែ3ដងអីទេដល់ពេលឆ្លោះមើលនេះម៉ាស៊ីនវិភាគស្បែកនេះឃើញដល់ស្ទាប់ទី1ទី2ទី3ឃើញថានៅជ្រៅអញ្ចឹងអាចលោតដល់5ដងអញ្ចឹងចំណាយពេល5ខែទាំងអស់គ្នាលុបចាំមិនចំណាយពេលលឿនបានទេណាចំណាយពេលយូរមើលឲ្យទៅអញ្ចឹងហើយកុំចេះតែហ៊ានកុំចេះតែហក់មុននឹងផ្លុំនៅកន្លែងណាមើលឲ្យច្បាស់កន្លែងណាដែលអត់ជាប់បានយូរគឺបានន័យថាយើងចង់លុបចង់ដូរពណ៌អីក៏ងាយស្រួលដែរហើយវាលុបវិញវាអត់ប៉ះពាល់ស្បែកយើងឯងកុំឲ្យខុសដូចខ្ញុំអញ្ចឹងណាពណ៌ដិតឲ្យបែកខៀវយ៉ាងក្រក់មើលឥឡូវបិទថ្នាំស្ពឹកហើយម្លងពេលបិទថ្នាំស្ពឹកហ្នឹងកន្លះម៉ោងគាត់បាននិយាយបញ្យល់ខ្ញុំពីរឿងបញ្ហាស្បែកស្ទាប់ជ្រៅស្ទាប់អីមានប្រហែលដល់សល់ប៉ុណ្ណាអញ្ចឹងខ្ញុំយល់ច្រើនពីងើហេងអីចឹងទាំងអស់គ្នាហើយឥឡូវយើងដល់ម៉ោងមកបាញ់ឡាសេហ្នឹងហើយវាឈឺដូចតែមុនអញ្ចឹងដូចគេផ្ទាត់កស៊ូផាច់ចឹងណាហើយវាស្ពឹករៀងហួនចាំយើងតែ1នាទីអីហ្នឹងបាត់ហើយបន្ទាប់ពីបាញ់ហើយហ្នឹងយើងនៅរៀងផ្សារតិចហើយយើងមានហើមចាំយើងតិចចឹងឃើញអត់នេះនឹងបាញ់ហើយថ្មីហ្នឹងលោកគ្រូថាគាត់អាចបខំបានហើយគាត់បាញ់សឹមកុំឲ្យប៉ះពាល់ស្បែកយើងមានរបួសចឹងហើយបានចំណាយពេលយូរណាទាំងអស់គ្នាហើយយើងញ៉ាំតមរបស់ដែលធ្វើឲ្យខ្លាចអីណា3-4ថ្ងៃទៅហើយញ៉ាំទឹកឲ្យច្រើននេះគ្រីម Poscare ដែលគាត់ឲ្យមកយើងត្រូវលាបចើមួយថ្ងៃបាន2 ទៅ 3 ដងអីទៅគ្រីមនេះជួយបដិកោសិកាថ្មីលាបពេញមុខក៏បានដែរធ្វើឲ្យមុខសភ្លឺមាត់មានសណើមហើយក្មេងជាងវ័យទៀតប៉ុន្តែខ្ញុំអត់ហ៊ានលាបច្រើនខ្ញុំទុកលាបតែចើមពួកឯងចើមខ្ញុំត្រូវលុបយូរទៀត5ខែអីគ្រីមនឹងតម្លៃគេ$45ទាំងអស់គ្នាប៉ុន្តែគាត់ឲ្យខ្ញុំ free ទេនិយាយទៅទាំងលុបចើមទាំងធ្វើចើមថ្មីអីហ្នឹង free ទាំងអស់ហ្នឹងខ្ញុំគ្មានពីអីក្រៅពីអរគុណបងធំជូនពរបងស្រីកាន់តែរស់ស៊ីមានសុភមង្គលក្នុងគ្រួសារណាបងខ្ញុំ recommend មែនទែនសម្រាប់បងប្អូនស្រីយើងទាំងអស់គ្នាតែប្រុសខ្លះក៏គេធ្វើចើមដែរទាំងអស់គ្នាអ្នកខ្លះប្រុសគាត់សើមានចើមដែរហ្នឹងកន្លែងគាត់នេះគឺច្បាស់លាស់មើលថ្ងៃខែឆ្នាំកំណើតយើងហើយមើលទរងមុខយើងថ្ងាសយើងធាតអីធ្វើឲ្យត្រូវជាមួយទរងមុខមកមិនចិត្តតែធ្វើណាហើយចំណុចពិសេសរបស់គាត់តែមកខុសថ្ងៃគាត់មើលថ្ងៃខែឆ្នាំយើងអត់ត្រូវនឹងថ្ងៃល្អគាត់ឲ្យទៅវិញឲ្យគាត់ធ្វើទេគាត់មិនចេះទទួលទេហើយគាត់ណាត់ថ្ងៃល្អមកឲ្យធ្វើពេលក្រោយទោះយើងឡើងមកពីខេត្តមិនក៏ដោយគាត់ឲ្យខ្ញុំស្ដាប់ feedback ច្រើនមែនតើហើយភ្ញៀវគាត់ពីច្រើនគេអត់ឲ្យផុសទេគាត់បើកឲ្យខ្ញុំមើល feedback ច្រើនណាឃើញថាភ្ញៀវគាត់និយាយមកពេញចិត្តស្រឡាញ់មានដូចថាងើហេងជាងមុនការងារប្រសើរជាងមុនជីវិតគ្រួសារអីចឹងណាវាពិតមែនទាំងអស់គ្នាបើយើងធ្វើត្រូវហើយកន្លែងគាត់មានម៉ាស្សាមុខស្លឹកមាសស្លឹកអីហោហែទៀតនៅមានសេវាកម្មច្រើនទៀតទាំងអស់គ្នាបើចង់ដឹងច្បាស់តាក់ទងទៅ page គាត់ឬក៏លេខទូរស័ព្ទ Telegram ខ្ញុំដាក់នៅលើហ្នឹង